ចាសួស្តីអូនចាបងគឺជាក្រុមការងាររបស់ UICC ដែលជាស្ថាប័នស្ថិតនៅក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តើអូនអាចជួយណែនាំឈ្មោះបានទេចាបងនាងខ្ញុំឈ្មោះវុតដាលីនជាបច្ចុប្បន្នជានិស្សិតឆ្នាំទី2នៃ Department វិស្វកម្មជីវសាស្ត្រជំនាញបច្ចេកវិទ្យាចំណីអាហារវិស្វកម្មនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាហើយតើបានជាអូនជ្រើសរើសរៀនជំនាញនេះតើអូនមូលហេតុដែលធ្វើឲ្យខ្ញុំជ្រើសរើសយកជំនាញនេះមានកត្តាពីរយ៉ាងបបកត្រឡប់ទៅការរៀននៅថ្នាក់វិទ្យាល័យវិញដោយសារតែខ្ញុំមានទំនោរចូលចិត្តទៅខាងវិទ្យាសាស្ត្រពិតជាពិសេសមុខវិជ្ជាគីមីវិទ្យាហើយខ្ញុំក៏បានសាកសួរអ្នកគ្រូគីមីថាតើក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យតើមានជំនាញណាដែលខ្ញុំអាចចាប់យកជាអាជីពនៅថ្ងៃណាគាត់បានក្រៅពីអាជីពគ្រូបង្រៀនហើយអ្នកគ្រូក៏គាត់បានណែនាំថាជំនាញបច្ចេកវិទ្យាអាហារតាក់ទងជាមួយនឹងមុខវិជ្ជាគីមីវិទ្យាដែរហើយបន្ទាប់មកខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវហើយស្វែងរកព័ត៌មានបន្ថែមបន្ទាប់ពីបានសិក្សាស្រាវជ្រាវហើយរកព័ត៌មានបន្ថែមតាក់ទងនឹងជំនាញបច្ចេកវិទ្យាអាហារមកខ្ញុំមើលឃើញថានៅក្នុងប្រទេសរបស់យើងមានការខ្វះខាតទៅលើវិស័យអាហារជាពិសេសការកែច្នៃហើយមួយទៀតបញ្ហាផលិតផលកសិកម្មក្នុងស្រុកដោយវត្ថុធាតុដើមហ្នឹងមានតម្លៃទាបអញ្ចឹងខ្ញុំសម្រេចចិត្តថាជ្រើសរើសជំនាញនេះដើម្បីចង់ចូលរួមអភិវឌ្ឍដល់វិស័យបច្ចេកវិទ្យាអាហារហើយជួយលើកស្ទួយវិស័យនេះឲ្យមានការរីកចម្រើនតទៅមុខទៀតចាតើនៅពេលដែលអូនរៀននៅក្នុង Department មួយនេះអូនមានផលវិបាកអ្វីខ្លះដែរចំពោះផលវិបាកបញ្ហាប្រឈមប្រចាំថ្ងៃហ្នឹងគឺពេលវេលាដោយសារតែរៀនជំនាញបច្ចេកវិទ្យាអាហារហ្នឹងត្រូវការទៀមទាចំណាយពេលវេលាច្រើនដោយសារបន្ទាប់ពីយើងរៀនទ្រឹស្ដីហើយយើងត្រូវការស្រាវជ្រាវបន្ថែមខ្លួនឯងហើយនឹងអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដើម្បីឲ្យជំរុញដល់ជំនាញបច្ចេកទេសយើងនឹងឲ្យពង្រឹងឲ្យបានល្អហើយមួយទៀតដោយសារតាសាលាគាត់បានបញ្ចូលជា honor program ចឹងហើយភាសាអង់គ្លេសគឺជាជំរើសដែលចាំបាច់ដែលយើងថាសិស្សនិស្សិតត្រូវតាចេះដោយសារតាការសិក្សាហើយការរៀនហ្នឹងជាភាសាអង់គ្លេសសុទ្ធហើយឯកសារដែលយើងរៀនហ្នឹងក៏ជាភាសាអង់គ្លេសដែរចាអរគុណចាអរគុណអូន